សូមគោរពទស្សនិកជនជាទីមេត្រីនៅក្នុងសប្តាហ៍នេះក្រសួងអប់រំយុវជននិងកីឡានឹងរៀបចំការប្រឡងសិប្បកម្មថ្នាក់ជាតិដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយហើយចំពោះការប្រឡងវគ្គចុងក្រោយនេះគឺនឹងធ្វើឡើងនៅរាជធានីភ្នំពេញអាចនិយាយបានថាសម្រាប់បេក្ខជនបេក្ខនារីដែលនឹងចូលរួមប្រកួតវគ្គចុងក្រោយនេះគឺសុទ្ធតែជាជើងខ្លាំងដែលឆ្លងកាត់ការប្រឡងជាច្រើនដំណាក់កាលចាប់រាប់ពីការប្រឡងប្រជែងនៅក្នុងថ្នាក់រៀនការប្រឡងប្រជែងជាមួយនឹងមិត្តរួមសាលាក៏ដូចជាការប្រឡងប្រជែងជាមួយនឹងសិស្សដទៃទៀតនៅក្នុងខេត្តឬក៏រាជធានីរបស់ខ្លួនចំពោះការប្រឡងវគ្គចុងក្រោយនេះផ្ទាល់ផងដែរវាគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យហើយដូចជាអ្វីដែលលោកអ្នកបានដឹងហើយថាវាគឺជាការរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាហើយនៅក្នុងថ្ងៃនេះផ្ទាល់ផងដែរខ្ញុំបាទក៏មានឱកាសជួបសម្ភាសជាមួយនឹងលោកស្រីខួនវិជ្ជការគឺជាអ្នកនាំពាក្យលោកស្រីនឹងលំអិតបន្ថែមពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍នៃការរៀបចំការប្រឡងសិប្បកម្មថ្នាក់ជាតិនិងជម្រាបជូនទស្សនិកជនឲ្យបានស្វែងយល់កាន់តែច្បាស់តើអ្វីទៅគឺជាការប្រឡងសិប្បកម្មថ្នាក់ជាតិហើយតើនីតិវិធីនីមួយៗនឹងរៀបចំឡើងបែបណាទាំងដំណាក់កាលមុនការប្រឡងដំណាក់កាលប្រឡងក៏ដូចជាដំណាក់កាលក្រោយការប្រឡងដែលជាដំណាក់កាលកំណែកុំឲ្យខាតពេលវេលាអាចស្ដាប់នៅការលើកឡើងរបស់លោកស្រីទៅតបាទសូមជម្រាបសួរលោកស្រីបាទចាសូមជម្រាបសួរបាទលោកស្រីដោយសារតែការប្រឡងសិប្បកម្មថ្នាក់ជាតិគឺនឹងធ្វើឡើងនៅចុងសប្តាហ៍នេះហើយអញ្ចឹងលោកស្រីអាចជួយបញ្ជាក់បន្ថែមបានទេថាការប្រឡងនេះផ្ទាល់យើងផ្ដោតសំខាន់ទៅលើមុខវិជ្ជាអ្វីខ្លះហើយផ្ដោតសំខាន់ទៅលើកម្រិតថ្នាក់ណាមួយដែរបាទចាតើតទៅនឹងការប្រឡងសិប្បកម្មទូទាំងប្រទេសនេះគឺយើងតែងតែរៀបចំជារៀងរាល់ឆ្នាំដោយផ្ដោតទៅលើសិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងថ្នាក់ទី9និងថ្នាក់ទី12ដោយផ្ដោតទៅលើមុខវិជ្ជា3គឺទី1គឺមុខវិជ្ជាអក្សរសាស្ត្រខ្មែរទី2គឺមុខវិជ្ជារូបវិទ្យានិងមុខវិជ្ជាគណិតវិទ្យាក៏ប៉ុន្តែនៅក្នុងដំណើរការនៃការប្រឡងនៅក្នុងការវិតម្លៃនោះយើងក៏មានបញ្ចូលនៅមុខវិជ្ជាវប្បធម៌ទូទៅផងដែរដើម្បីបងប្អូនអាចប្រឡងចឹងមានន័យថានៅក្នុងការប្រឡងត្បិតតែថាគាត់ត្រូវជ្រើសរើសជាបេក្ខជនសិប្បកម្មទូទាំងប្រទេសរូបវិទ្យាឬគណិតវិទ្យាក៏ដោយប៉ុន្តែគាត់ត្រូវប្រឡងមុខវិជ្ជាវប្បធម៌ទូទៅមួយទៀតផងដែរបាទចំពោះការប្រឡងនេះផ្ទាល់យើងបើកសិទ្ធិឲ្យសាលាឯកជនចូលរួមដែរឬក៏សម្រាប់តែសាលារដ្ឋទេឬក៏យ៉ាងណាចាតទៅនឹងការប្រឡងនេះមែនទែនទៅបើសិនជាយើងពិនិត្យមើលអំពីដំណើរការនៃការប្រឡងគឺមានន័យថាខេត្តនីមួយៗនឹងបញ្ជូនបេក្ខជនរបស់ខ្លួនទៅតាមចំនួនដែលបានកំណត់របស់ក្រសួងអប់រំយុវជននិងកីឡាដោយធ្វើការបែងចែកទៅតាមសមាមាត្រនៃចំនួនសិស្សនៅតាមខេត្តនីមួយៗថាតើខេត្តនីមួយៗនឹងអាចបញ្ជូនបេក្ខជនមកប៉ុន្មាននាក់អញ្ចឹងគាត់នឹងធ្វើការបញ្ជូនមកហើយមុននឹងធ្វើការបញ្ជូននេះគឺគាត់ធ្វើការប្រឡងជ្រើសរើសមួយនៅក្នុងកម្រិតថ្នាក់ខេត្តរបស់គាត់ហើយនៅក្នុងដំណើរថ្នាក់ខេត្តនេះគឺយើងមានការចូលរួមទាំងសាលាឯកជននិងសាលារដ្ឋដោយសាលាឯកជននោះគឺត្រូវតែពិនិត្យមើលទៅលើចំនួននៃសិស្សដែលមាននៅក្នុងសាលារៀនដែរនៅក្នុងការសុំការអនុញ្ញាតនៅក្នុងការចូលរួមប្រឡងក៏ប៉ុន្តែមានន័យថាមិនមែនមិនឲ្យសិទ្ធិនៅក្នុងការប្រឡងទេបើសិនជាចំនួននៅក្នុងសាលារៀននោះមិនទាន់គ្រប់ចំនួនតាមការកំណត់មានន័យថាសាលារៀនឯកជននីមួយៗហ្នឹងក៏អាចធ្វើជាសំណើមកកាន់មន្ទីរអប់រំយុវជននិងកីឡាខេត្តដើម្បីចុះឈ្មោះបងប្អូនដែលមានសមត្ថភាពនឹងនៅក្នុងការប្រឡងផងដែរចា៎បាទពាក់ព័ន្ធជាមួយការប្រឡងនេះផ្ទាល់ថាតើក្រសួងអប់រំយុវជននិងកីឡានឹងបានរៀបចំរយៈពេលប្រហែលឆ្នាំហើយដែរគិតមកដល់ក្នុងឆ្នាំនេះបើសិនយើងមើលពីការប្រឡងជាផ្លូវការដែលមានទម្រង់បែបនេះគឺជាឆ្នាំទី29ហើយដែលយើងបានរៀបចំចាហើយឆ្នាំនេះហើយរៀងរាល់ឆ្នាំយើងតែរៀបចំនៅតាមគ្រប់រាជធានីខេត្តក្រុងហើយឆ្នាំនេះគឺយើងរៀបចំនៅរាជធានីភ្នំពេញចាចំពោះការប្រឡងនេះដូចជាអ្វីដែលលោកស្រីបានបញ្ជាក់ហើយថាគឺមានច្រើនដំណាក់កាលចំពោះដំណាក់កាលនីមួយៗហ្នឹងថាតើមានការរៀបចំបែបណាទាំងការចេញវិញ្ញាសាក៏ដូចជាការគ្រប់គ្រងការប្រឡងហ្នឹងធ្វើយ៉ាងណាដើម្បីរក្សានូវភាពត្រឹមត្រូវដើម្បីអាចបញ្ជូនបានបេក្ខជនដែលមានសមត្ថភាពបាត់ទៅបាទចា៎នេះខ្ញុំសូមអនុញ្ញាតបញ្ជាក់ថានៅក្នុងដំណើរការនៃការប្រឡងសិប្បកម្មទូទាំងប្រទេសនេះគឺយើងបានរៀបចំជាសេចក្តីណែនាំមួយទៅកាន់រាជធានីខេត្តក្រុងទាំងអស់មានន័យថាទាំងការប្រឡងនៅក្នុងតាមរាជធានីខេត្តក្រុងក៏ដូចជាការប្រឡងទូទាំងប្រទេសគឺមានលក្ខណៈប្រហាក់ប្រហែលគ្នាដោយគោរពតាមគោលការណ៍រួមមួយគឺអ្នកចេះគឺជាប់មានន័យថាតាមគោលការណ៍ដើម្បីផ្ដល់យុត្តិធម៌ទៅដល់បងប្អូនហើយដើម្បីផ្ដល់យុត្តិធម៌ទៅដល់បងប្អូននេះយើងពិនិត្យលម្អិតតាំងពីដំណើរការនៃការរៀបចំនៃការប្រឡងដំណើរការនៃការកែឲ្យបានច្បាស់លាស់ផងដែរនៅក្នុងន័យនេះមានន័យថានៅក្នុងដំណើរការសំណេរនៅក្នុងការរៀបចំវិញ្ញាសាគឺមានន័យថានៅក្នុងខេត្តក្រុងនីមួយៗតែងតែធ្វើការងារជិតស្និទ្ធជាមួយនឹងសាលារៀនដើម្បីឲ្យសាលារៀនផ្ដល់ជាគំរូវិញ្ញាសាមកកាន់ខេត្តក្រុងហើយតាមរយៈវិញ្ញាសាជាច្រើនដែលគាត់ទទួលបាននឹងនឹងមានគណៈកម្មការដែលបានរៀបចំនឹងនៅក្នុងការពិនិត្យមើលនិងជ្រើសរើសវិញ្ញាសាមួយដែលវិញ្ញាសានេះនឹងរក្សាភាពសម្ងាត់
រហូតដល់នៅក្នុងថ្ងៃប្រឡងហ្នឹងក៏យើងមានរៀបចំការផលិតមើលដែរដើម្បីធានាថាវិញ្ញាសានេះត្រូវបានរៀបចំឡើងដោយមិនមានការបែកធ្លាយទេអញ្ចឹងដំណើរការនៃការរៀបចំនេះគឺយើងជ្រើសរើសគ្រូបង្រៀនដែលគាត់បង្រៀនឧទាហរណ៍ថាបងប្អូនដែលត្រូវប្រឡងនៅក្នុងថ្នាក់ទី9មានន័យថាវិញ្ញាសាហ្នឹងគឺត្រូវតែរៀបចំឲ្យតាក់ទងតាំងពីថ្នាក់ទី7ទី8និងទី9តែម្ដងមានន័យថាបើសិនជាគាត់ពូកែរូបវិទ្យាគាត់ត្រូវអាចឆ្លើយតបទៅនឹងសំណួរទាំងអស់ដែលពាក់ព័ន្ធទៅនឹងអ្វីដែលគាត់ធ្លាប់រៀនកន្លងមកនិងអ្វីដែលគាត់កំពុងរៀនដែរអញ្ចឹងហើយនៅក្នុងដំណើរការនៃការរៀបចំវិញ្ញាសានេះត្រូវរៀបចំដោយសម្ងាត់ហើយនៅក្នុងដំណើរការនៃការប្រឡងវិញក៏ដូចគ្នាដែរគឺយើងមានរៀបចំជាគណៈកម្មការច្រើនទាំងគណៈកម្មការកណ្ដាលទាំងអនុរិយលក្ខណៈដែលការប្រឡងនេះគឺធ្វើយ៉ាងណាដើម្បីធានាភាពសុក្រិតក៏ដូចជាផ្ដល់ភាពយុត្តិធម៌និងតម្លាភាពហើយធានាថាអ្នកចេះគឺពិតជាជាប់នៅក្នុងការប្រឡងនេះហើយបើសិនយើងមើលនៅក្នុងដំណាក់កាលនៃការកែវិញគឺយើងមើលឃើញថាដំណាក់កាលនៃការកែហ្នឹងគឺមានភាពល្អិតល្អន់ជាងការប្រឡងដទៃទៀតផងដែរមានន័យថាសំណៅឯកសារមួយត្រូវកែដោយគ្រូ2នាក់ផ្សេងគ្នាហើយយើងនឹងយកបន្ទុកដែលទទួលបានហ្នឹងមកធ្វើការប្រៀបធៀបគ្នាបើសិនជាបន្ទុកហ្នឹងមានគម្លាតច្រើនដែលមានតាមកំណត់របស់ក្រសួងហ្នឹងគឺបើសិនជាគម្លាតមិនច្រើនទេគឺយើងអាចយកបន្ទុកទាំងពីរហ្នឹងបូកបញ្ចូលគ្នាយកជាមធ្យមភាពនៃបន្ទុកនៃអ្នកកែទាំងពីរហ្នឹងក៏ប៉ុន្តែបើសិនជាមានគម្លាតច្រើនលើសពីអ្វីដែលជាគោលការណ៍កំណត់នោះគឺមានន័យថាឯកសារនេះត្រូវតែកែឡើងវិញសារជាថ្មីម្ដងទៀតហើយការកែឡើងវិញនេះក៏ត្រូវតែត្រួតពិនិត្យមើលដែរដើម្បីយើងចម្រាញ់ជ្រើសរើសយកអ្នកដែលពូកែដោយសារតែការប្រឡងគឺនឹងធ្វើឡើងនៅចុងសប្តាហ៍នេះហើយអញ្ចឹងសម្រាប់ឆ្នាំ2025នេះវិញថាតើចំនួនបេក្ខជនប្រមាណដែរដែលពួកគាត់នឹងចូលរួមប្រកួតប្រជែងបាទចា៎នៅក្នុងឆ្នាំនេះគឺមានអ្នកចូលរួមសរុបចំនួន240នាក់ដែលអញ្ជើញមកពីគ្រប់រាជធានីខេត្តក្រុងទាំងអស់នេះគឺបូកសរុបទាំងគ្រប់មុខវិជ្ជាអញ្ចឹងមានន័យថានៅក្នុងមុខវិជ្ជានីមួយៗតាមកម្រិតនីមួយៗគឺមានចំនួន40នាក់នៅក្នុងឆ្នាំនេះចា៎ចំពោះដំណើរការនៃការប្រឡងនៅក្នុងឆ្នាំនេះដែរថាតើនឹងរៀបចំបែបណាដែរបាទចាត់តទៅនឹងដំណើរការនៃការប្រឡងគឺដូចរៀងរាល់ឆ្នាំដែរគឺយើងដំណើរការបើយើងមើលជារួមអាចនិយាយបានថាមានរយៈពេល6ថ្ងៃពេញរាប់ចាប់តាំងពីថ្ងៃនៃការបើកកម្មវិធីដែលប្រកាសរៀបចំគណៈកម្មការក៏ដូចជាត្រៀមលក្ខណៈផ្លូវការនិយាយរួមគឺនៅក្នុងថ្ងៃសៅរ៍ខាងមុខនេះនឹងមានការរៀបចំកម្មវិធីបើកបន្ទាប់ពីកម្មវិធីបើកមានការណែនាំគណៈកម្មការហើយយើងនឹងមានការត្រៀមលក្ខណៈច្បាស់លាស់របស់គណៈកម្មការនីមួយៗហើយសិស្សានុសិស្សគាត់នឹងចាប់ផ្ដើមធ្វើការប្រឡងអញ្ចឹងការប្រឡងហ្នឹងគឺរៀបចំជារយៈពេល2ថ្ងៃពេញគឺមានន័យថានៅក្នុងថ្ងៃទី1នៃដំណើរការនៃការប្រឡងហ្នឹងគឺបងប្អូនប្រឡងទៅលើមុខវិជ្ជាឯកទេសរបស់គាត់ដោយមានរយៈពេល3ម៉ោងនៅក្នុងការប្រឡងហើយនៅក្នុងថ្ងៃទី2គឺដំណើរការនៃការប្រឡងចំណេះដឹងវប្បធម៌ទូទៅនេះខ្ញុំសូមអនុញ្ញាតបញ្ជាក់ផងដែរថានៅក្នុងក្រៅពីគាត់ប្រឡងជាប់មុខវិជ្ជានីមួយៗគណៈកម្មការកំណែនឹងចូលមកធ្វើការងារនៅក្នុងការកែរបស់ខ្លួនហើយយើងនឹងពិនិត្យមើលថាសិស្សដែលគាត់អាចមានគេហៅថាត្បិតតែគាត់មានសិទ្ធិចូលរួមមកប្រឡងហើយក៏ដោយប៉ុន្តែអ្នកដែលអាចចូលរួមត្រូវបានជ្រើសរើសជាសិស្សបកែនោះគឺលុះត្រាណាតែគាត់នឹងគឺប្រឡងជាប់មធ្យមភាពលើមុខវិជ្ជាទាំងពីរគឺមានន័យថាមុខវិជ្ជាវប្បធម៌ទូទៅហើយនឹងមុខវិជ្ជាឯកទេសរបស់គាត់នៅក្នុងករណីដែលគាត់ប្រឡងមុខវិជ្ជាវប្បធម៌ទូទៅនឹងមិនជាប់មធ្យមភាពមានន័យថាគាត់នឹងគឺបានបាត់បង់នៅសិទ្ធិក្នុងការក្លាយជាសិស្សពូកែទូទាំងប្រទេសទោះបីជាបន្ទុកឯកទេសរបស់គាត់នឹងមានបន្ទុកច្រើនក៏ដោយអញ្ចឹងនៅក្នុងករណីនេះមានន័យថាមុខវិជ្ជាវប្បធម៌ទូទៅគឺមុខវិជ្ជាមួយដ៏សំខាន់ដែរមែនតើទៅអ្វីត្បិតតែមុខវិជ្ជានេះនឹងមិនយកបន្ទុកបូកចូលនៅក្នុងមុខវិជ្ជាឯកទេសទេមានន័យថាយ៉ាងម៉េចមានន័យថាបើសិនជាសិស្សហ្នឹងគាត់ជាសិស្សបកែខាងផ្នែករូបវិទ្យាគឺគាត់ត្រូវមានបន្ទុកមធ្យមភាពជាប់ផ្នែកវប្បធម៌ទូទៅនិងទៅគាត់ខ្លាយទៅគេយកបន្ទុកដែលរូបវិទ្យាហ្នឹងមកពិនិត្យមើលថាតើគាត់លើសគេឬក៏ស្ថិតនៅក្នុងដំណាក់កាលណាប៉ុន្តែមិនយកបន្ទុកវប្បធម៌ទូទៅនេះទៅបូកបញ្ចូលជាមួយនឹងបន្ទុកឯកទេសទេអញ្ចឹងមានន័យថាដំណើរការ6ថ្ងៃនេះគឺរាប់បញ្ចូលតាំងពីកម្មវិធីនៃការបើកកម្មវិធីនៅក្នុងដំណើរការនៃការប្រឡងរយៈពេល2ថ្ងៃក៏ដូចជាដំណើរការនៃការកែហើយថ្ងៃចុងបញ្ចប់គឺថ្ងៃប្រកាសលទ្ធផលដើម្បីរៀបចំជាពិធីមួយនិងប្រកាសទទួលស្គាល់បងប្អូនថាជាសិស្សពូកែទូទាំងប្រទេសនិងផ្ដល់ជារង្វាន់នានាទៅដល់បងប្អូនចា៎បាទចំពោះការកែតើអ្នកណាខ្លះដែលគាត់មានសិទ្ធិចូលទៅក្នុងបន្ទប់កែដែរបាទចាតើតទៅនៅក្នុងការកែនេះគឺក្រសួងបានរៀបចំជាគណៈកម្មការមួយដែលយើងជ្រើសរើសគ្រូបង្រៀនឯកទេសហើយកន្លងមកយើងមានការចូលរួមពីគ្រូឧទ្ទេសមុខវិជ្ជាឯកទេសហ្នឹងពីវិទ្យាស្ថានជាតិអប់រំប៉ុន្តែនៅក្នុងឆ្នាំនីមួយៗយើងតែងតែធ្វើការរៀបចំគណៈកម្មការមួយត្រឹមត្រូវដើម្បីឲ្យគាត់ហ្នឹងខ្លាយទៅជាអ្នកកែហ្នឹងគឺឆ្លងកាត់ការត្រួតពិនិត្យទៀតហើយអ្នកកែហ្នឹងនៅក្នុងដំណើរការនៃការកែគឺមានន័យថាក្រុមកំណែនីមួយៗគឺមានប្រធានក្រុមកំណែរបស់ខ្លួនហើយសម្រាប់អ្នកកែគឺគាត់អត់មានសិទ្ធិដាក់បន្ទុកនៅលើกระดาษកែទេដើម្បីរក្សាគេហៅថាសុក្រិតភាពក៏ដូចជា
ឲ្យកែហ្នឹងកែបានត្រឹមត្រូវមានន័យថាกระดาษមួយត្រូវឆ្លងកាត់គ្រូកែ2នាក់ហើយអ្នកកែ2នាក់គាត់មិនដាក់បន្ទុកទៅលើមិនសរសេរមិនគូសអីនៅលើกระดาษហ្នឹងទេហើយគាត់ដាក់បន្ទុកនៅលើกระดาษដោយឡែកមួយទៀតរួចហើយបញ្ជូនសំណៅការងារនេះទៅកាន់គ្រូបង្រៀនម្នាក់ទៀតដែលជាអ្នកកែហ្នឹងកែទៅលើกระดาษហ្នឹងមួយទៀតបន្ទាប់មកយើងយកបន្ទុកដែលចេញពីអ្នកកំណែទាំងពីរហ្នឹងបកគលមកឲ្យប្រធានក្រុមកំណែដើម្បីធ្វើការផ្ទៀងផ្ទាត់អញ្ចឹងដូចនេះខ្ញុំបញ្ជាក់ខាងដើមបើសិនជាបន្ទុករវាងអ្នកកែទាំងពីរនេះមានគម្លាតលើសពីការកំណត់របស់ក្រសួងអប់រំយុវជននិងកីឡាមានន័យថាឯកសារនេះនឹងត្រូវយកទៅកែម្ដងទៀតហើយនឹងអាចកែដោយប្រធានក្រុមកំណែទៀតអញ្ចឹងមានន័យថាដំណាក់កាលនៃការរៀបចំនៃការកែនេះគឺធ្វើយ៉ាងណាដើម្បីផ្ដល់ឱកាសទៅដល់បងប្អូនដែលគាត់ពូកែពិតប្រាកដហើយធ្វើបានល្អពិតប្រាកដនៅក្នុងការទទួលជ័យលាភីពីព្រោះការប្រឡងនេះមិនមែនជាការប្រឡងដើម្បីមើលមធ្យមភាគជាប់ធ្លាក់ទេក៏ប៉ុន្តែគឺដើម្បីចម្រាញ់យកអ្នកដែលពូកែជាងគេដើម្បីគាត់ត្រៀមលក្ខណៈនិងទៅធ្វើការប្រឡងដទៃទៀតនៅក្នុងពេលអនាគតចា៎ដូចជាអ្វីដែលលោកស្រីបានបញ្ជាក់ឲ្យទាំងដំណាក់កាលនៃការបង្កើតវិញ្ញាសាក៏ដូចជាដំណាក់កាលនៃការធ្វើកំណែគឺមាននីតិវិធីយ៉ាងច្បាស់លាស់ហើយអ្វីដែលមួយទៀតបងប្អូនប្រជាពលរដ្ឋចង់ដឹងក៏ដូចជាបេក្ខជនបេក្ខនារីចង់ដឹងនោះថាតើអ្វីទៅដែលពួកគាត់នឹងទទួលបានក្រោយជាប់ជាជ័យលាភីហើយទាំងប្រាក់រង្វាន់ក៏ដូចជាឱកាសនាពេលអនាគតសម្រាប់ពួកគាត់បាទចាសម្រាប់បេក្ខជនដែលជ័យលាភីនោះគឺមានន័យថានៅក្នុងដំណើរការនៃការប្រឡងគឺយើងនឹងជ្រើសរើសអ្នកដែលជាប់សិស្សពូកែទៅទាំងប្រទេសនោះចំនួន5អ្នកក្នុងមួយមុខវិជ្ជាប៉ុន្តែអ្នកដែលទទួលបានមេដាយពីមេដាយមាសឬក៏ប្រាក់សម្រិតហ្នឹងគឺពីលេខ1ដល់លេខ3ចាប៉ុន្តែអ្នកដតីទៀតក៏នៅតែទទួលស្គាល់រហូតដល់កម្រិតថ្នាក់ចំណុចថ្នាក់លេខ5ហើយអ្នកទាំង5អ្នកហ្នឹងគឺទទួលបាននៅការប្រកាសទទួលស្គាល់ជាសិស្សពូកែទូទាំងប្រទេសនៅប្រកាសនីយបត្រប្រាក់រង្វាន់និងមេដាយសម្រាប់អ្នកលេខ1ដល់លេខ3ហើយក្រៅពីហ្នឹងក៏នៅមានប្រាក់ឧបត្ថម្ភផ្សេងទៀតដែលយើងបានគៀងគរពីសប្បុរសជនដើម្បីលើកទឹកចិត្តបងប្អូនហើយប្រាក់រង្វាន់មិនមែនមានតែប៉ុណ្្នឹងទេគឺយើងនៅមានឱកាសផ្សេងទៀតសម្រាប់បងប្អូនឧទាហរណ៍តកតងទៅនឹងឱកាសនៅក្នុងការសិក្សាបន្តនៅកម្រិតសាកលវិទ្យាល័យមានន័យថាបើសិនជាគាត់ប្រឡងជាប់សិស្សពូកែនៅក្នុងកម្រិតថ្នាក់ទី12ហ្នឹងហើយនៅក្នុងការប្រឡងបាក់ឌុបហ្នឹងគាត់ប្រឡងបាក់ឌុបជាប់ហើយគឺគាត់មានឱកាសទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យទៅលើមុខវិជ្ជាណាមួយដែលពាក់ព័ន្ធទៅនឹងជំនាញមុខវិជ្ជាឯកទេសដែលគាត់បានប្រឡងជាប់ក៏ប៉ុន្តែគាត់ត្រូវដាក់ពាក្យឬក៏ជ្រើសរើសយកសាកលវិទ្យាល័យនោះនៅក្នុងអំឡុងពេលដែលសាលានីមួយៗតម្រូវឲ្យពួកគាត់ជ្រើសរើសអាហារូបករណ៍អញ្ចឹងមានន័យថាគាត់ទទួលបានអាទិភាពនៅក្នុងការទទួលអាហារូបករណ៍នៅសាកលវិទ្យាល័យសិក្សារយៈពេល4ឆ្នាំដោយពុំមានចំណាយថវិកាណាមួយនោះទេនឹងខ្លាយទៅជាសិស្សអាហារូបករណ៍ពេញលេញហើយក្រៅពីនោះសម្រាប់បងប្អូននៅក្នុងថ្នាក់ទី9ដែលគាត់ប្រឡងជាប់សិស្សពូកែជាពិសេសមុខវិជ្ជារូបវិទ្យានិងគណិតវិទ្យាគឺគាត់មានឱកាសនៅក្នុងការប្រឡងនៅក្រៅប្រទេសបន្តទៀតជាពិសេសតកតងទៅនឹងការប្រឡងប្រកួតប្រជែងអូឡាំព្យាតកម្រិតអន្តរជាតិជាដើមហើយជារៀងរាល់ឆ្នាំយើងតែងតែជ្រើសរើសបងប្អូនដែលធ្លាប់ជាប់ចំណាត់ថ្នាក់នៅក្នុងកម្រិតថ្នាក់ទី9ហ្នឹងនៅពេលដែលគាត់ឡើងដល់ថ្នាក់ទី11គឺ2ឆ្នាំក្រោយពេលគាត់ប្រឡងជាប់ហ្នឹងគឺមានន័យថាយើងនឹងធ្វើការជ្រើសរើសដើម្បីឲ្យគាត់ហ្នឹងមានឱកាសមកទទួលការបំពន់នៅរាជធានីភ្នំពេញចាប់ពីខែកុម្ភៈទៅហើយការប្រឡងហ្នឹងគឺដើម្បីការមកចូលរួមត្រៀមលក្ខណៈហ្នឹងគឺយើងនឹងជ្រើសរើសតាមខេត្តក្រុងនានាដើម្បីគាត់មកទទួលការបំពន់ហើយការបំពន់ហ្នឹងគឺទទួលបានការបំពន់ពីគ្រូជំនាញឯកទេសតាមមុខវិជ្ជាតែម្ដងសុទ្ធតែជាគ្រូដែលមានស្នាដៃនិងបកកែមែនតើហើយគាត់ជាអ្នកដឹកនាំបងប្អូនហ្នឹងទៅប្រឡងនៅក្រៅប្រទេសជាដើមអញ្ចឹងរយៈពេលនៃការបំពន់នេះគឺយើងនឹងមកបំពន់ហើយយើងនឹងធ្វើការជ្រើសរើសទៅលើបងប្អូននឹងទៀតអញ្ចឹងមានន័យថាឧទាហរណ៍ថាយើងជ្រើសរើសសិស្សពូកែចំនួន10នាក់ឡើងមកបំពន់ទូទាំងប្រទេសហ្នឹងគឺគាត់មករៀនពេលមករៀនហើយដល់ដំណាក់កាលមួយគាត់នឹងត្រូវធ្វើការប្រឡងដើម្បីជ្រើសរើសសម្រិតសម្រាំងថាតើអ្នកណាដែលត្រូវរៀនបំពន់បន្តទៅទៀតអញ្ចឹងនៅក្នុងចំណោមអ្នកទាំង10នាក់ហ្នឹងមានន័យថាមុខវិជ្ជាគណិតវិទ្យាយើងនឹងជំរុះមកសល់ត្រឹម6នាក់ដើម្បីឲ្យគាត់រៀនបន្តហើយរូបវិទ្យានៅសល់5នាក់ដើម្បីឲ្យគាត់បន្តការបំពន់បន្ថែមអញ្ចឹងឆ្លងកាត់ការបំពន់ហើយយើងគ្រោងថាគាត់យើងនឹងបញ្ជូនគាត់ទៅប្រកួតប្រជែងនៅកម្រិតអន្តរជាតិហើយមានគ្រូជំនាញនេះនាំគាត់ទៅផងដែរហើយកន្លងមកក៏យើងឃើញថាបងប្អូនក៏បានខិតខំស្វិតស្វាញហើយទាញដណ្ដើមបាននៅពានរង្វាន់មួយចំនួននិងមេដាយមកកាន់ប្រទេសជាតិផងដែរអញ្ចឹងនេះគឺជាកិត្តិយសមួយហើយក៏ជាឱកាសមួយសម្រាប់បងប្អូនមិនមែនគ្រាន់តែវាស់ស្ទង់សមត្ថភាពរបស់ខ្លួនឯងនៅក្នុងកម្រិតថ្នាក់ជាតិទេប៉ុន្តែចេញទៅកម្រិតតំបន់និងពិភពលោកទៀតផងចា៎សម្រាប់ឆ្នាំ2025នេះតើពួកគាត់នឹងចេញទៅប្រកួតនៅប្រទេសណាខ្លះដែរសម្រាប់រូបវិទ្យាក៏ដូចជាគណិតវិទ្យាបាទ
នៅក្នុងឆ្នាំនេះសម្រាប់បងប្អូនដែលសិក្សាដែលមានឯកទេសគណិតវិទ្យាគាត់នឹងមានឱកាសទៅប្រឡងនៅប្រទេសអូស្ត្រាលីរីឯបងប្អូននៅក្នុងដែលមានជំនាញគណិតវិទ្យានឹងមានឱកាសទៅប្រឡងនៅទីក្រុងប៉ារីប្រទេសបារាំងអញ្ចឹងខ្ញុំជឿថាក្រៅពីឱកាសនៅក្នុងចូលរួមទទួលបានបទពិសោធន៍នៅក្នុងការប្រឡងដឹងថាតើអ្នកបកកែនៅក្នុងប្រទេសផ្សេងៗយ៉ាងម៉េចហើយខ្ញុំជឿថាគាត់នឹងបានមានឱកាសទៅមើលឃើញពីទស្សនវិជ្ជានៃការរីកចម្រើនដើម្បីពំនាំនៅគំនិតថ្មីៗនេះដើម្បីចូលរួមអភិវឌ្ឍខ្លួនគាត់ផ្ទាល់កំណត់គោលដៅជីវិតរបស់គាត់ឲ្យកាន់តែច្បាស់ជាងមុនក៏ដូចជាចូលរួមអភិវឌ្ឍប្រទេសកាន់តែត្រូវចំគោលដៅផងដែរចា៎ក្នុងនាមតំណាងឲ្យក្រសួងអប់រំយុវជននិងកីឡាតើលោកស្រីមានអ្វីជាការជូនពរក៏ដូចជាលើកទឹកចិត្តជូនដល់បេក្ខជនបេក្ខនារីដែលត្រៀមប្រឡងនៅចុងសប្តាហ៍នេះផ្ទាល់បាទចាជាបឋមនេះខ្ញុំក៏សូមឲ្យបងប្អូនទាំងអស់ថែរក្សាសុខភាពឲ្យបានល្អពីព្រោះសុខភាពសំខាន់កាលណាយើងមានសុខភាពល្អយើងនឹងមានស្មារតីគ្រប់គ្រាន់នៅក្នុងការប្រឡងញ៉ាំឲ្យបានគ្រប់គ្រាន់គេងឲ្យបានគ្រប់គ្រាន់ពីព្រោះការប្រកួតប្រជែងនេះគឺជាការប្រកួតប្រជែងដណ្ដើមជ័យលាភីដើម្បីរើសយកអ្នកដែលពូកែជាងគេអញ្ចឹងត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ទាំងសុខភាពទាំងស្មារតីនិងចំណេះដឹងរបស់បងប្អូនទាំងអស់គ្នាហើយមួយទៀតដែរនៅតាមពិតនៅក្នុងនាមនេះខ្ញុំផ្ទាល់ដែលជាអតីតសិស្សពូកែទូទាំងប្រទេសម្នាក់ដែរនេះខ្ញុំសូមលើកទឹកចិត្តបងប្អូនថាការប្រឡងមែនទែនទៅគឺជាការប្រកួតប្រជែងនេះគឺជាឱកាសនៅក្នុងការគេហៅថាចាប់យកអ្វីថ្មីៗបន្តទៅមុខទៀតទោះបីបងប្អូនជាប់ឬមិនជាប់នៅក្នុងឱកាសនេះក៏ដោយក៏នេះខ្ញុំជឿថាយើងមានវេទិកាផ្សេងៗទៀតសម្រាប់បងប្អូនចូលរួមនៅក្នុងការប្រកួតហើយនៅក្នុងករណីដែលបងប្អូនបានអាចមានសមត្ថភាពប្រឡងជាប់សង្ឃឹមថាបងប្អូននឹងអាចបន្តក្តីស្រមៃរបស់បងប្អូនប្រើប្រាស់ឱកាសនេះជាមូលដ្ឋានដើម្បីបន្តទៅការសិក្សានៅឧត្តមសិក្សានិងត្រឡប់មកដើម្បីបំពេញការងារជួយប្រទេសជាតិយើងបន្តទៅទៀតចឹងជាចុងក្រោយក៏សូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាខិតខំប្រឹងប្រែងបន្តហើយប្រើប្រាស់វេទិកានេះឲ្យបានល្អនៅក្នុងការចាប់យកអាជីពនៅក្នុងពេលអនាគតក៏ដូចជាកុំបាក់ទឹកចិត្តបើសិនជាបងប្អូនមិនទាន់ទទួលបានជោគជ័យមានថាបងប្អូនត្រូវបានជ្រើសរើសពីខេត្តមកហើយបងប្អូនសុទ្ធតែជាអ្នកបកកែហើយទម្រាំតែមានឱកាសមកកម្រិតថ្នាក់ជាតិបងប្អូនធ្វើបានជាប់គឺជារឿងមួយដែលល្អមែនតើប៉ុន្តែបើសិនជាបងប្អូនមិនបានទទួលជោគជ័យនៅក្នុងឱកាសនេះសូមកុំបោះបង់ព្រោះបងប្អូនជាធនធានដ៏ល្អហើយសូមបន្តចាប់យកឱកាសបន្តទៀតដើម្បីទៅសិក្សានៅកម្រិតឧត្តមសិក្សានិងស្វែងរកអាហារូបករណ៍ជាបន្តទៀតនៅក្នុងអនាគតដើម្បីត្រឡប់មកវិញអាចជួយប្រទេសយើងឲ្យកាន់តែរីកចម្រើនអញ្ចឹងសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យទទួលបានជោគជ័យហើយមានស្មារតីល្អនៅក្នុងការប្រឡងនៅក្នុងរយៈពេលក្នុងពេលឆាប់ៗនេះចា៎បាទសូមគោរពអរគុណលោកស្រីដែលបានផ្ដល់បទសម្ភាសន៍ជាមួយនឹង BTV ហើយក៏សូមជូនពរទៅកាន់បេក្ខជនបេក្ខនារីដែលត្រៀមប្រឡងនៅចុងសប្តាហ៍នេះទទួលបាននូវលទ្ធផលក៏ដូចជាអ្វីដែលខ្លួនពងប្រាថ្នាទៅតាមសមត្ថភាពក៏ដូចជាកិច្ចប្រឹងប្រែងរបស់ខ្លួនសូមអរគុណ